ព្រះគម្ពីរទំនុកដំកើងជំពូកទី95មកចុះយើងនឹងច្រៀងថ្វាយព្រះយេហូវ៉ាចូលយើងឡើងសំឡេងដោយអំណរដល់ថ្មដានៃសេចក្តីសង្គ្រោះរបស់យើងចូលយើងចូលទៅចំពោះទ្រង់ដោយអរព្រះគុណចូលយើងឡើងសំឡេងថ្វាយទ្រង់ដោយទំនុកដំកើងចុះត្បិតព្រះយេហូវ៉ាទ្រង់ជាព្រះយ៉ាងធំហើយជាមហាក្សត្រយ៉ាងខ្ពស់លើអស់ទាំងព្រះអស់ទាំងទីជម្រៅនៃផែនដីនៅក្នុងព្រះហស្ថទ្រង់ហើយកំពូលភ្នំទាំងប៉ុន្មានសុទ្ធតែជារបស់ផងទ្រង់ដែរសមុទ្រជារបស់ផងទ្រង់គឺទ្រង់ដែលបានបង្កើតមកហើយគឺព្រះហស្ថទ្រង់ដែលបានសូនធ្វើដីគោកមកចុះចូលយើងឱនកាយថ្វាយបង្គំទាំងអស់គ្នាចូលយើងលុតជង្គង់នៅចំពោះព្រះយេហូវ៉ាជាព្រះដ៏បង្កើតយើងខ្ញុំត្បិតទ្រង់ជាព្រះនៃយើងខ្ញុំហើយយើងខ្ញុំក៏ជាវងជៀមនៅទីគង្វាលរបស់ទ្រង់គឺជារាជដែលនៅក្នុងព្រះហស្ថទ្រង់នៅថ្ងៃនេះបើឯងរាល់គ្នាឮសំឡេងទ្រង់នោះកុំឲ្យតាំងចិត្តរឹងរូសដោយកាលនៅត្រង់មេរីបាឬដោយកាលថ្ងៃនៅត្រង់ម៉ាសាក្នុងទីរហោស្ថាននោះឡើយជាគ្រាដែលពួកអាយកោឯងរាល់គ្នាបានលបងអញព្រមទាំងលោអញមើលហើយបានឃើញការរបស់អញមានចិត្តចិនទ្រាន់នឹងមនុស្សដំណរនោះអស់40ឆ្នាំហើយក៏ថានេះជាបណ្ដាមនុស្សដែលតែងតែមានចិត្តវង្វេងឥតដែលស្គាល់ផ្លូវរបស់អញឡើយដូច្នេះអញបានស្បត់ដោយសេចក្តីក្រោធរបស់អញថាវារាល់គ្នានឹងមិនដែលចូលមកក្នុងសេចក្តីសម្រាករបស់អញឡើយជំពូកទី96ចូលច្រៀងបទថ្មីថ្វាយព្រះយេហូវ៉ាចូលឲ្យជនទាំងឡាយនៅផែនដីច្រៀងថ្វាយព្រះយេហូវ៉ាចុះចូលច្រៀងថ្វាយព្រះយេហូវ៉ាហើយក្រាបថ្វាយបង្គំដល់ព្រះនាមទ្រង់ចូលសម្ដែងចេញនៅសេចក្តីសង្គ្រោះរបស់ទ្រង់រាល់តែថ្ងៃតទៅចូលថ្លែងប្រាប់ពីសេរីល្អទ្រង់នៅកណ្ដាលអស់ទាំងសះហើយពីការអស្ចារ្យរបស់ទ្រង់នៅកណ្ដាលបណ្ដាជនទាំងឡាយត្បិតព្រះយេហូវ៉ាទ្រង់ធំប្រសើរហើយក៏គួរសរសើរណាស់ទ្រង់ជាទីគួរកោតខ្លាចលើសជាងអស់ទាំងព្រះពីព្រោះអស់ទាំងព្រះរបស់សាសដទៃសុទ្ធតែជារបស់ឥតប្រយោជន៍តែព្រះយេហូវ៉ាវិញទ្រង់បានបង្កើតផ្ទៃមេឃកិត្តិយសនិងដេជានុភាពនៅចំពោះទ្រង់អធិរិទ្ធនិងភាពលំអនៅក្នុងទីបរិសុទ្ធរបស់ទ្រង់ចូលថ្លែងប្រាប់ពីព្រះយេហូវ៉ាអស់ទាំងពូជពងនៃសត្វទាំងឡាយអើយចូលថ្លែងប្រាប់ពីព្រះយេហូវ៉ាថាទ្រង់មានសេរីល្អនិងប្រជាស្ដាចូលថ្លែងប្រាប់ពីព្រះយេហូវ៉ាថាព្រះនាមទ្រង់មានសេរីល្អចូលនាំយកដង្វាយចូលមកក្នុងទីលានរបស់ទ្រង់ចូលថ្វាយបង្គំដល់ព្រះយេហូវ៉ាដោយពាក់គ្រឿងដ៏បរិសុទ្ធអោផែនដីទាំងមូលអើយចូលញប់ញ័រនៅចំពោះទ្រង់ចុះចូលពោលនៅកណ្ដាលអស់ទាំងសះថាព្រះយេហូវ៉ាទ្រង់គ្រប់គ្រងឯលោកីក៏បានតាំងមុំមុននៅនឹងរង្គើមិនបានឡើយទ្រង់នឹងជំនុំជម្រះគ្រប់ទាំងសះដោយទៀងត្រង់ចូលឲ្យផ្ទៃមេឃមានសេចក្តីអំណរហើយឲ្យផែនដីបានរីករាយឡើងឲ្យសមុទ្រលន់លឺរំពងឡើងព្រមទាំងរបស់សពសារពើនៅក្នុងនោះដែរចូលឲ្យស្រែចម្ការនិងរបស់ផងទាំងប៉ុន្មានដែលមាននៅទីនោះបានសប្បាយឡើងយ៉ាងក្រៃលែងនោះអស់ទាំងដើមឈើនៅព្រៃនឹងច្រៀងដោយអំណរដែរគឺនៅចំពោះព្រះយេហូវ៉ាត្បិតទ្រង់យាងមកគឺទ្រង់យាងមកដើម្បីជំនុំជម្រះផែនដីទ្រង់នឹងជំនុំជម្រះលោកីដោយសេចក្តីសុចរិតព្រមទាំងសះទាំងប៉ុន្មានដោយសេចក្តីពិតរបស់ទ្រង់